ចំណេះវិជ្ជាលោកចែងចាត់ទុកជាសម្បត្តិសម្បូរបានទោះបីជាក្រខ្សត់អត់ប៉ុន្មានគង់តែបានគ្រាន់អាស្រ័យនេះគឺជាសុភាសិតខ្មែរមួយឃ្លាដែលមានន័យជ្រាលជ្រៅមែនទែននិងមានតម្លៃយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើងម្នាក់ៗមែនទែនទៅចំណេះវិជ្ជាគឺជាអ្វីដែលគេហៅថាសម្បត្តិឬក៏ទ្រព្យដែលมันអាចលួចបានទេมันអាចបាត់បង់ដោយភ្លើងឆេះឬក៏ដោយសារតែព្យុះភ្លៀងនោះទេលោកចែងចាត់ទុកវាជាសម្បត្តិដ៏សម្បូរបែបដែលមានតម្លៃជាងមាសប្រាក់ទៅទៀតមនុស្សអាចក្រខ្សត់លុយអាចគ្មានទ្រព្យសម្បត្តិអាចមិនមានផ្ទះធំអាចមិនមានរថយន្តថ្លៃប៉ុន្តែបើសិនជាមានចំណេះវិជ្ជាគេមិនដែលក្រយូរនោះទេព្រោះចំណេះវិជ្ជាអាចបង្កើតឱកាសអាចបង្កើតការងារអាចបង្កើតប្រាក់ចំណូលនិងអាចបង្កើតអនាគតល្អទោះបីជាជីវិតយើងនៅថ្ងៃនេះមានភាពលំបាកមានការខ្វះខាតមានបញ្ហាច្រើនតែបើសិនជាយើងនៅមានចំណេះដឹងយើងនៅមានអ្វីមួយសម្រាប់អាស្រ័យចំណេះវិជ្ជាគឺជាអាវុធនៅក្នុងការប្រយុទ្ធជាមួយនឹងភាពក្រីក្រវាគឺជាគន្លឹះនៅក្នុងការបើកទ្វារឱកាសថ្មីហើយវាក៏ជាអ្នកនាំផ្លូវយើងទៅកាន់នៅសេចក្តីសុខដូចគ្នាដែរមនុស្សជាច្រើនចាប់ផ្ដើមពីសូន្យគ្មានទ្រព្យគ្មានជំនួយប៉ុន្តែដោយសារតែខិតខំប្រឹងប្រែងរៀនពួកគេអាចបង្កើតជីវិតថ្មីបានលុយអាចបាត់បង់បានតែចំណេះវិជ្ជានៅជាមួយអ្នកជារៀងរហូតអ្នកអាចដួលប៉ុន្តែចំណេះដឹងនឹងជួយអ្នកឲ្យឈរឡើងវិញអ្នកអាចបរាជ័យប៉ុន្តែចំណេះវិជ្ជានឹងបង្រៀនអ្នកឲ្យធ្វើល្អជាងមុនដូច្នេះហើយកុំមើលស្រាលការរៀនសូត្រកុំមើលស្រាលសាលាកុំមើលស្រាលសិភៅមួយក្បាលព្រោះអ្វីដែលអ្នកកំពុងតែរៀនថ្ងៃនេះអាចជាសម្ភារៈសម្រាប់កសាងជីវិតរបស់អ្នកនៅថ្ងៃស្អែកបើអ្នកកំពុងតែក្រខ្សត់កុំបោះបង់ក្តីសង្ឃឹមសូមរៀនបន្តសូមអភិវឌ្ឍបន្តសូមស្វែងរកចំណេះដឹងបន្តព្រោះចំណេះវិជ្ជាគឺជាសម្បត្តិដ៏ពិតប្រាកដដែលគេមិនអាចយកចេញពីអ្នកបានទោះបីជាក្រខ្សត់អត់ប៉ុណ្ណាក៏ដោយក៏គង់តែបានគ្រាន់អាស្រ័យចំណេះវិជ្ជានឹងធ្វើឲ្យអ្នកមិនដែលក្រនៅក្នុងគំនិតមិនដែលធ្វើឲ្យអ្នកក្រនៅក្នុងឱកាសមិនដែលធ្វើឲ្យអ្នកក្រនៅក្នុងថ្ងៃអនាគតនោះទេដូច្នេះហើយចូលខិតខំប្រឹងប្រែងរៀនទាំងអស់គ្នាទាន់នៅមានឱកាសហើយជាពិសេសបើសិនជាចង់ជួយគ្រួសារជួយសង្គមជាតិរបស់យើងឲ្យខ្លាំងសូមប្រឹងប្រែងរៀនជាមុនសិន